ផ្សារហយន្តកសិកម្មបានចុះកិច្ចសន្យាទទួលទិញបន្លែសុវត្ថិភាពពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ដើម្បីយកមកលក់បន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី7ខែមេសាឆ្នាំ2025ផ្សារហយន្តកសិកម្មបានចុះកិច្ចសន្យាទទួលទិញបន្លែពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ដើម្បីយកមកចែកចាយលក់បន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនៅក្នុងពិធីចុះកិច្ចសន្យានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមខឹមហ្វីណងអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកបណ្ឌិតចាយជីមប្រធាននាយកដ្ឋានកសិឧស្សាហកម្មលោកញឹកប៊ុនស្រនប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវលោកប្រធានសហគមន៍កសិកម្មទំនើបផ្ទះសំណាញ់ត្រាំកក់លោកយុនសុផាតម្ចាស់ផ្សារហយន្តកសិកម្មព្រមទាំងសហការីនិងប្រជាកសិករជាច្រើនរូបលោកយុនសុផាតម្ចាស់ផ្សារហយន្តកសិកម្មបានឲ្យដឹងថាការចុះកិច្ចសន្យានៅក្នុងថ្ងៃនេះគឺដើម្បីចូលរួមចំណែកលើកស្ទួយបន្លែសុវត្ថិភាពខ្មែរជាពិសេសបន្លែនៅតាមសហគមន៍កសិកម្មទំនើបលោកបន្ថែមថាការចុះកិច្ចសន្យាទិញបន្លែពីកសិករនេះមិនមែនជាលើកទី1ទេដែលកន្លងមកផ្សារហយន្តកសិកម្មបានចុះកិច្ចសន្យាទិញបន្លែជាច្រើនពីប្រជាកសិករមិនថានៅតាមបណ្ដាសហគមន៍ផ្សេងៗនិងប្រជាកសិករដែលជាដៃគូជាដើមហើយការចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់នៅក្នុងថ្ងៃនេះគឺមាន2មុខបន្លែគឺបន្លែស្ពៃតឿនិងស្ពៃក្រញាញ់ហើយក្នុងមួយថ្ងៃផ្សារទទួលទិញចន្លោះពី 1000 គីឡូក្រាមទៅ 1500 គីឡូក្រាមក្នុងមួយថ្ងៃនិងហ៊ានឲ្យថ្លៃក្នុង1គីឡូ 1500 រៀលបើធៀបនឹងតម្លៃខាងក្រៅបានត្រឹមតែ300រៀលតែប៉ុណ្ណោះលោកយុនសុផាតបានបន្តថាការបង្កើតឲ្យមានសហគមន៍កសិកម្មទំនើបដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺពិតជាជួយដល់ប្រជាកសិករខ្មែរហើយក្នុងនាមលោកជាម្ចាស់ផ្សារលោកពិតជាគាំទ្រនិងចូលរួមតាមដែលអាចធ្វើទៅបានបាទពាក់ព័ន្ធជាមួយសហគមន៍កសិកម្មទំនើបសម្រាប់ខ្ញុំវិញផ្ទាល់តែហ្មងហើយជាពិសេសគឺគោលនយោបាយរបស់ហយន្តយើងយល់ឃើញថាគឺជាដំណោះស្រាយផ្នែកទីផ្សារសម្រាប់កសិកម្មនៅស្រុកខ្មែរពីព្រោះសហគមន៍ទំនើបគឺធានានៅលើទីផ្សារអញ្ចឹងគឺយើងផលិតមុនរកទីផ្សារមុននឹងដាំអានេះគឺជាចំណុចពិសេសហើយប្រជាកសិកររាល់ថ្ងៃហ្នឹងគឺគាត់កំពុងជួបបញ្ហាទៅលើទីផ្សារអញ្ចឹងគោលនយោបាយនេះគឺយើងសម្រាប់ខ្ញុំផ្ទាល់គឺយើងគាំទ្រពេញទំហឹងតែម្ដងបើសិនជាអាចធ្វើបានប៉ុន្តែជាក់ស្ដែងឥឡូវយើងបានចាប់ផ្ដើមធ្វើមកបដាយើងឃើញតែបង្ហាញពីភាពការពិតទាំងអស់ទៅដល់ប្រជាពលរដ្ឋជាពិសេសគឺកសិករអញ្ចឹងគាត់កំពុងតែមកចាប់ដៃចូលម្ដងតិចចូលមកឯកឧត្តមខឹមហ្វីណងអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញនៅអារម្មណ៍សប្បាយចិត្តរីករាយដែលផ្សារហយន្តកសិកម្មបានចុះកិច្ចសន្យាទទួលទិញបន្លែពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់នៅពេលនេះឯកឧត្តមបន្តថាក្នុងនាមក្រសួងកសិកម្មដែលដឹកនាំដោយឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគឺតែងតែយកចិត្តទុកដាក់រកដំណោះស្រាយដើម្បីជួយដល់ប្រជាកសិករអ្នកដាំដុះជាពិសេសបានផ្ដួចផ្ដើមឲ្យមានការចងក្រងជាសហគមន៍កសិកម្មទំនើបដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ទីផ្សាររបស់ប្រជាកសិករឯកឧត្តមក៏បានលើកទឹកចិត្តដល់កសិករផ្សេងទៀតពិចារណាចូលរួមចងក្រងជាសហគមន៍ទំនើបដើម្បីធានាបាននូវប្រាក់ចំណេញនិងអត្ថប្រយោជន៍ជាច្រើនទៀតខ្ញុំសង្ឃឹមថាបងប្អូនប្រជាកសិករដែលនៅក្នុងតំបន់ត្រាំកក់ក៏ដូចជាបងប្អូនប្រជាកសិករនៅទូទាំងប្រទេសជាពិសេសសម្រាប់អ្នកដាំបន្លែនឹងមើលឃើញពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើបហើយនឹងពិចារណាចូលរួមចងក្រងគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបដោយសារតែយើងអាចធានាបាននូវប្រាក់ចំណេញជូនបងប្អូនយើងអាចធានាបាននូវការការពារបងប្អូនពីហានិភ័យទីផ្សារទាំងស្រុងតែម្ដងហើយទាំងអស់នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលអាណត្តិថ្មីរបស់យើងកំពុងខិតខំព្យាយាមប្រឹងប្រែងដើម្បីជាប្រយោជន៍ដល់ការលើកស្ទួយជីវភាពរបស់បងប្អូនជាកសិករទាំងស្រុងតែម្ដងបាទក្រោយបញ្ចប់នៃកម្មវិធីក៏មានការចុះកិច្ចសន្យានិងថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ PNS TV ព័ត៌មានសម្រាប់ប្រជាជនកម្ពុជា